ម្ចាស់ទូរស័ព្ទ iPhone 12 Pro Max ទេប្រាប់ខ្ញុំថាបញ្ហាទូរស័ព្ទរបស់គាត់ចេះទេចុចបិទទេចុចបិទក៏ទេ3 4 ដងអញ្ចឹងណាប្រហែលជា30 second ក៏ចុចបិទម្ដងខ្ញុំស្មានក៏ចុចបិទអញ្ចឹងណាក៏ពិតទូរស័ព្ទគាត់មិនចុចបិទទេទូរស័ព្ទរបស់គាត់គឺលុតខ្លួនឯង30 second 20 second អីលុតម្ដងអញ្ចឹងហើយក្តៅខ្លាំងណាស់បងថ្ងៃជួយមើលខ្ញុំតិចមើលខ្ញុំថាអត់មានបញ្ហាអីបងថ្ងៃយកមកជួបខ្ញុំសិនមកយកមកជួបខ្ញុំសិនខ្ញុំមើលបញ្ហាជាក់ស្ដែងថាវាលុតមែនអត់អញ្ចឹងនៅពេលខ្ញុំបើក password ហើយខ្ញុំតេស្តអីតេស្តអញ្ចឹងណាគឺកាំងស្ដោកតែម្ដងអូលែងទៅមុខទៅក្រោយលែងទៅទាំងអស់អញ្ចឹងវាលុតស្ដោកវាជាប់កាំងឆ្ញាញ់តែម្ដងអញ្ចឹងគឺយើងអត់មានបញ្ហាទេគឺយើងត្រូវមានដំណោះស្រាយសម្រាប់ខ្លួនឯងគឺតែយកមកជួបជាងគឺមានដំណោះស្រាយហ្នឹងបងមិនយកទុកចោលអញ្ចឹងគឺយើងត្រូវដោះស្រាយឲ្យគេទៅដោះស្រាយគេមកធ្វើថ្ងៃនេះគឺយើងដោះស្រាយគេទូរស័ព្ទនេះភ្លឺលុតទោះមិនបានចុចក៏វាភ្លឺលុតខ្លួនវាដែរទូរស័ព្ទនេះហើប frame មកទំហឹងដៃព្រោះខ្ញុំឃើញតាំងពីខ្ញុំមុនគាស់ទៀតអញ្ចឹងទូរស័ព្ទរបស់គាត់នឹងហើប frame ខ្លាំងមែនទែនអេក្រង់ដោយអេក្រង់ទូរស័ព្ទដោយទូរស័ព្ទអញ្ចឹងយើងរស់នៅពីភពផ្សេងគ្នាហើយទូរស័ព្ទនេះរស់នៅដោយអវយវៈផ្សេងបេះដូងផ្សេងថ្លើមផ្សេងរូបកាយផ្សេងអញ្ចឹងគឺទូរស័ព្ទចាប់ដើមចេញពីគ្នាហើយអញ្ចឹងយើងដោះឲ្យស្រួលអានេះអត់កើតទេតែហើប frame មកគឺចេញឆ្នោតវ៉ាវលើណារត់វតែចេញឆ្នោតហ្នឹងខ្យល់កោ Vivo ជាងលើប្រាប់គាត់ទុកមុនថាអត់ធានាលើអេក្រង់ទេបងអេក្រង់ហើប frame ពេកអញ្ចឹងគឺធ្វើបានតែ5រៀលស្អាតអស់120 200 300អីចប់បណ្ដោយឥឡូវនេះដោះស្រាយចេញគឺយើងដោះ sensor បន្តិចមកមើលសិនវាឆ្លង sensor អញ្ចឹងដូរ sensor ថ្មីឬក៏យើងជួសជុល sensor ទៅហើយ